នៅលើដំបូលផ្ទះមួយមានឆ្មាទុយមួយឈ្មោះថា Milo ដែលតែងតែស្រមៃថាខ្លួនអាចហោះបានដូចបក្សីរាល់ថ្ងៃ Milo មើលបក្សីហោះហើរហើយចិត្តរបស់វាពោរពេញទៅដោយក្តីប្រាថ្នាចង់ហោះហើរវាព្យាយាមហោះជាច្រើនដងប៉ុន្តែការហោះហើរមិនមែនជារឿងងាយស្រួលទេហើយបក្សីតូច Luna បានបង្ហាញថាការហោះមិនត្រឹមតែត្រូវមានស្លាបទេតែវាត្រូវការភាពជឿជាក់ផងដែរចំណែកសត្វទីទួយចាស់ម្នាក់ក៏ប្រាប់ Milo ថាកម្លាំងពិតមកពីចិត្តមិនមែនមកពីរាងកាយនោះទេហើយនៅពេលនោះខ្យល់វេទមន្តបានមកដល់ដើម្បីសាកល្បងចិត្តក្លាហានរបស់ Milo បិទភ្នែកហើយជឿលើខ្លួនឯងជាលើកដំបូងវាពិតជាហោះហើរបានមែនតែមិនមែនដោយស្លាប់នោះទេប៉ុន្តែដោយក្តីស្រមៃរបស់វាមិត្តភាពនិងក្តីជឿជាក់បានធ្វើឲ្យអ្វីៗคล้ายជាការពិតពេលខ្លះការហោះមិនមែនទៅលើមេឃនោះទេប៉ុន្តែទៅលើសុបិនរបស់ខ្លួនឯង